ប្រកុំបងប្អូនមកកាន់វីដេអូសម្រាប់អត្ថបទព័ត៌មានបាទនៅក្នុងវីដេអូនេះយើងមានអត្ថបទកាសែតមួយដែលមានចំណងជើងថា speculation that China could mediate Cambodian Thailand border dispute ចិនត្រូវបានគេរំពឹងទុកថាអាចនឹងធ្វើជាអ្នកដែលសម្របសម្រួលចំពោះបញ្ហាព្រំដែនរវាងប្រទេសកម្ពុជាហើយនិងប្រទេសថៃ China could potentially play a larger diplomatic role in easing tensions between Cambodia and Thailand over the disputed border. Though no formal mediation has been proposed, the possibility gained attention after Cambodian Prime Minister Hun Manet briefed Chinese Premier Li Jiang on the dispute during talks in Beijing, while Thai Prime Minister Anutin Chanvirakul said Thailand was open to Chinese assistance. អូខេបងប្អូនឥឡូវយើងមកសិក្សាពាក្យកន្លឹះនៅក្នុង slide នេះពាក្យថា potentially យើងប្រែថាយ៉ាងមានឥទ្ធិពលពាក្យ tension យើងប្រែថាភាពតានតឹងតែពាក្យថា mediation យើងប្រែថាការសម្របសម្រួល propose ប្រែថាស្នើ possibility យើងប្រែថាភាពអាចទៅរួចអូខេ gain ទទួលបាន attention វាយើងប្រែថាចំណាប់អារម្មណ៍ brief យើងប្រែថាសង្ខេប premier យើងប្រែជាពាក្យមួយដែលយើងប្រែថាឯកឧត្តម assistant ការជួយជុំជែងបាទប្រទេសចិនអាចនឹងដើរតួនាទីជាការទូតដល់មានសក្តានុពលដល់ខ្លាំងក្លាក្នុងការកាត់បន្ថយនូវភាពតានតឹងរវាងប្រទេសកម្ពុជាហើយនិងប្រទេសថៃពាក់ព័ន្ធជាមួយនឹងចំនួនព្រំដែនរបស់ប្រទេសទាំងនោះបើទោះបីជាកិច្ចសម្របសម្រួលជាផ្លូវការមិនទាន់បានស្នើឡើងក៏ដោយជាលទ្ធភាពគឺបានទទួលការចាប់អារម្មណ៍បន្ទាប់ពីនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាសម្ដេចអធិបតីហ៊ុនម៉ាណែតបានធ្វើការសង្ខេបជូនទៅកាន់ឯកឧត្តមលីជាងនៃប្រទេសចិនចំពោះបញ្ហាចំនួនក្នុងអំឡុងពេលនៃកិច្ចពិភាក្សាក្នុងទីក្រុងប៉េកាំងដោយនាយករដ្ឋមន្ត្រីនៃប្រទេសថៃឯកឧត្តមអនុទិនច័ន្ទវិរៈកុលបានលើកឡើងថាថៃធ្វើការបើកចំហចំពោះការជួយជុំជ្រែងពីសំណាក់ប្រទេសចិន During the meeting, Hun Manet reaffirmed Cambodia's commitment to resolving the border issue peacefully through international law and existing agreements with Thailand. Li Jiang reiterated China's strong support for Cambodia, describing the two countries as ironclad friends and pledging deeper cooperation across political, economic, and security sector. បាទបងប្អូនយើងបន្តមកសិក្សាពាក្យកន្លឹះជាមុនសិនពាក្យថា reaffirm យើងប្រែថាបញ្ជា commitment ប្រែថាការបដិញ្ញាចិត្តដល់ឡែកពាក្យ resolve យើងប្រែថាដោះស្រាយ issue បញ្ហាអូខេ existing មាន reiterate យើងប្រែថាអះអាងបញ្ជា describing យើងប្រែថារៀបរាប់ពិពណ៌នាហើយ ironclad ទីនេះយើងប្រែថាដៃថែបហើយពាក្យមួយទៀត pledging យើងប្រែថាសន្យាបាទក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះសម្ដេចអធិបតីហ៊ុនម៉ាណែតបានធ្វើការបញ្ជាអំពីការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ជាមួយនឹងប្រទេសចិនដែលឯកឧត្តមលីជាងបានធ្វើការធានាអះអាងពីការជួយជុំចែងអំពីសំណាក់ប្រទេសចិនចំពោះប្រទេសកម្ពុជាដោយធ្វើការរៀបរាប់បន្ថែមទៀតថាប្រទេសទាំងពីរគឺជាមហាមិត្តដៃថែបដែលមិនអាចបំបែកបំបាក់បានដោយសន្យាបន្តនូវកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅចំពោះវិស័យនយោបាយសេដ្ឋកិច្ចរួមទាំងសន្តិសុខជាតិ
Although official statements did not mention mediation, the timing of the meetings has fueled speculation that Beijing could take on a greater diplomatic role. Akhenaten said Thailand had not requested Chinese mediation but would welcome any constructive efforts to reduce tensions while maintaining that bilateral dialogue remain Bangkok preferred approach. អូខេយើងបន្តមកសិក្សាពីគន្លឹះបន្ថែមអូខេពាក្យថា mention គឺយើងអាចប្រែថាសំដៅលើឬក៏បញ្ជាក់ទៅលើ mediation យើងប្រែថាការសម្របសម្រួលដោយឡែកពាក្យ fuel ទីនេះយើងប្រែថាដោយលើកសរសើរដោយអូខេ speculation ការរំពឹងទុកអូខេដល់ឡែកពាក្យថា requested យើងប្រែថាស្នើ mediation ការសម្របសម្រួល constructive efforts មានន័យថាការព្យាយាមដោយយកចិត្តទុកដាក់ reduce tension យើងប្រែថាកាត់បន្ថយនូវភាពតានតឹងដល់ឡែកពាក្យថា maintain យើងប្រែថារក្សា approach ប្រែថាជំហានអូខេសេចក្តីថ្លែងការណ៍ផ្លូវការមិនបានបញ្ជាក់អំពីការសម្របសម្រួលយ៉ាងណាក្តីក៏ពេលវេលានៃកិច្ចប្រជុំគឺបានផ្ដល់ជាក្តីសង្ឃឹមឬការរំពឹងទុកដែលថាពេលកាំងអាចនឹងដើរតួនាទីជាការទូតយ៉ាងមានសារៈសំខាន់រីឯនាយករដ្ឋមន្ត្រីថៃអនុទិនក៏បានលើកឡើងថាថៃមិនបានធ្វើការស្នើឲ្យចិនធ្វើជាអ្នកដែលសម្របសម្រួលក៏ប៉ុន្តែស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ចំពោះការកាត់បន្ថយនូវភាពតានតឹងដោយបន្ថែមថាដោយលើកឡើងថាការបន្តនៅកិច្ចសន្ទនាទ្វេភាគីថាជាជំហានដែលទីក្រុងបាងកកចង់បាន China has previously expressed willingness to help. Last year, Foreign Minister Wang Yi said Beijing was prepared to play a constructive role in promoting peaceful coexistence between Cambodia and Thailand. China has also supported the implementation of the ceasefire and hosted bilateral discussion aimed at maintaining stability. Okay, បងប្អូនឥឡូវយើងមកសិក្សាពាក្យគន្លឹះបន្ថែមអូខេពាក្យថា express យើងប្រែថាបង្ហាញ willingness យើងប្រែថាឆន្ទៈ prepare ធ្វើការរៀបចំ constructive ដែលយើងអាចប្រែថាដល់មានសារៈសំខាន់អូខេ promote យើងប្រែថាលើកស្ទួយ coexistence ដែលមានកិច្ចសហប្រតិបត្តិការ implementation ការអនុវត្តរីឯពាក្យថា ceasefire យើងប្រែថាបទឈប់បាញ់ host យើងប្រែថាធ្វើជាម្ចាស់ផ្ទះtrilateral ត្រីភាគីរីឯពាក្យថា stability យើងប្រែថាស្ថិរភាពបាទប្រទេសចិនជារឿយៗបានបង្ហាញពីឆន្ទៈក្នុងការជួយជ្រោមជ្រែងកាលពីឆ្នាំមុនរដ្ឋមន្ត្រីការបរទេសអាយដាមវ៉ាងយីបានមានប្រសាសន៍ថាទីក្រុងប៉េកាំងបានរៀបចំតួនាទីយ៉ាងមានសារៈសំខាន់ក្នុងការលើកស្ទួយឲ្យមាននៅសន្តិសុខរវាងប្រទេសកម្ពុជាហើយនិងប្រទេសថៃដោយប្រទេសចិនបានជួយជ្រោមជ្រែងឲ្យមានការអនុវត្តនៅបទឈប់បាញ់រួមទាំងធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាត្រីភាគីក្នុងគោលបំណងរក្សាឲ្យបាននៅស្ថិរភាព For now, China has not launched a formal mediation initiative, and neither Cambodia nor Thailand has officially requested one. However, Cambodia continues to engage international partners while emphasizing a peaceful resolution, leaving open the possibility of a future Chinese
facilitation role if both sides agree អូខេយើងមកសិក្សាពាក្យកន្លឹះបពាក្យថា launch យើងប្រែថាចាប់ផ្ដើម initiative នៅទីនេះយើងប្រែថាគម្រោង request ប្រែថាស្នើ engage ពាក្យព័ន្ធឬក៏ជាប់ពាក្យព័ន្ធ partners យើងប្រែថាដៃគូវាពាក្យថា emphasizing យើងប្រែថាសង្កត់ធ្ងន់ដោយឡែកពាក្យថា resolution យើងប្រែថាដំណោះស្រាយហើយពាក្យបន្ទាប់គឺពាក្យ possibility យើងប្រែថាលទ្ធភាពអាចយើងប្រែថាលទ្ធភាពអាចដែលអាចអូខេ facilitation យើងប្រែថាការសម្របសម្រួលអូខេ agree យើងប្រែថាការយល់ព្រមយើងប្រែថាយល់ព្រមអូខេបច្ចុប្បន្នចិនមិនបានចាប់ផ្ដើមនៅគម្រោងនៃការសម្របសម្រួលជាផ្លូវការនោះទេរីឯប្រទេសកម្ពុជាហើយនិងប្រទេសថៃក៏មិនទាន់បានធ្វើការស្នើសុំជាផ្លូវការដែរបើទោះបីជាយ៉ាងណាក្តីកម្ពុជាតែងតែបន្តនៅកិច្ចពាក់ព័ន្ធជាមួយនឹងដៃគូអន្តរជាតិដោយធ្វើការសង្កត់ធ្ងន់ចំពោះការដោះស្រាយដោយសន្តិវិធីដោយធ្វើការបើកទ្វារដល់លទ្ធភាពចំពោះទួលនីតិជាអ្នកសម្របសម្រួលជួយឲ្យប្រទេសចិនក្នុងកាលអនាគតបើសិនជាភាគីទាំងពីរធ្វើការយល់ព្រមបានយល់ព្រម